ខ្ញុំប៉ាងលីដានេះខ្ញុំខិតខំឲ្យខិតខំទៀតបំរើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយនិងកម្លាំងចិត្តយ៉ាងល្អជាមួយនឹងប្រជាពលរដ្ឋជាមួយនឹងក្រុមការងារទាំងអស់ទាំងសង្កាត់ទាំងខណ្ឌថ្ងៃនេះថ្ងៃទី23ខែ10ឆ្នាំ2025ខ្ញុំមានមហាកិត្តិយសដ៏ធំធេងបានទទួលបានសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានពីរាជរដ្ឋាភិបាលក្រមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានអៀងសុផាឡែនខ្ញុំបានសរសើរសម្រាប់ខណ្ឌពោធិ៍សែនជ័យខ្ញុំគ្រាន់តែជានិមិត្តរូបឲ្យមុននឹងខ្ញុំបាននេះក៏ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តមខួងសេងអភិបាលរាជធានីភ្នំពេញលោកតែងតែដល់គំនិតអប់រំទូមានខ្ញុំឲ្យបានជាល្អជាមន្ត្រីល្អណែនាំឲ្យបានល្អដើម្បីបម្រើប្រជាជនក្នុងនេះក៏ខ្ញុំសូមអរគុណទៅដល់លោកអភិបាលខណ្ឌពោធិ៍សែនជ័យលោកសក់កញ្ញរិទ្ធលោកទាំងពីរនាក់នេះហើយដែលជាជំហរមើលការខុសត្រូវសម្រាប់ឲ្យខ្ញុំមើលលូមើលបលាយថ្នល់ទាំងអស់ពាក់ព័ន្ធជាមួយនឹងបរិស្ថានសន្តិសុខសង្គមរបស់យើងរាល់ការដែលខ្ញុំទៅទទួលល្ងាចនេះខ្ញុំគ្រាន់ប៉ាងលីដាគ្រាន់តែជានិមិត្តរូបមួយទីទទួលយកទេប៉ុន្តែអ្វីកិត្តិយសវាជាតូចមែនវាជាกระดาษសម្រាប់กระดาษមួយសន្លឹកមែនប៉ុន្តែកិត្តិយសធំធេងណាស់សម្រាប់ប្រជាពលរដ្ឋយើងពិសេសក្នុងខណ្ឌពោធិ៍សែនជ័យបានសេចក្តីថាថ្នាក់ដឹកនាំយើងបានទទួលអបអរសាទរនៃការរៀបចំបរិស្ថានសម្រាប់ធ្នាប់អនាម័យនៅតាមបលាយនៅតាមផ្លូវយើងនេះបានល្អហើយជាចុងបញ្ចប់ខ្ញុំគ្មានស្អីទេសម្រាប់ប្រជាពលរដ្ឋយើងសូមឲ្យយើងទាំងអស់គ្នាចូលរួមជាមួយខ្ញុំទៀតសម្រាប់អភិវឌ្ឍក្នុងមូលដ្ឋានរបស់យើងឲ្យបានល្អជាមួយគ្នានេះដែរក៏ខ្ញុំសូមបដិញ្ញាថារាល់ការលើកតសើរបស់ថ្នាក់ដឹកនាំទាំងឯកឧត្តមឧបសសខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាលឯកឧត្តមខួងសេងអភិបាលរាជធានីភ្នំពេញអភិបាលខណ្ឌពោធិ៍សែនជ័យសក់កញ្ញរិទ្ធខ្ញុំនឹងយកពាក្យពេចន៍ការអប់រំមកដាក់ក្នុងខ្លួនក្នុងបេះដូងក្នុងចិត្តដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អមិនឲ្យថ្នាក់កុំឲ្យថ្នាក់ដឹកនាំមានការខកចិត្តសម្រាប់មន្ត្រីរបស់ខ្ញុំពិសេសខ្ញុំប៉ាងលីដានេះខ្ញុំខិតខំឲ្យខិតខំទៀតបម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយនិងកម្លាំងចិត្តឲ្យខ្ញុំនឹងសហការយ៉ាងល្អជាមួយនឹងប្រជាពលរដ្ឋជាមួយនឹងក្រុមការងារទាំងអស់ទាំងសង្កាត់ទាំងខណ្ឌទាំងក្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញតែងតែផ្ដល់គំនិតល្អមកឲ្យខ្ញុំប្រជាពលរដ្ឋនៅទូទាំងប្រទេសតែងតែបានអបអរសាទរផ្ដល់គំនិតខ្ញុំល្អអញ្ចឹងខ្ញុំមានអីទេមានតែម្រាមដៃ10សូមអរគុណជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រីសសខាឧបនាយករដ្ឋមន្ត្រីសាយសំអាល់ហើយនឹងឯកឧត្តមខួងសេងអភិបាលរាជធានីភ្នំពេញអភិបាលខណ្ឌសូមឲ្យជួបប្រទេសទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយហើយក៏សូមឲ្យជូនពរឲ្យប្រជាពលរដ្ឋរបស់ខ្ញុំឲ្យមានសំណាងល្អមានសេចក្តីសុខមានសុភមង្គលក្នុងគ្រួសារដូចគ្នាបាទសូមអរគុណ